ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញផ្ទះវីឡាមួយកន្លែងបងប្អូនណាស្អាតខ្លាំងមែនទែននៅចិត្តនឹងមួយគូស្រោបងប្អូនណាផ្ទះវីឡានេះជាប្រភេទផ្ទះវីឡាដែលមាន4បន្ទប់គេងបងប្អូនហើយម្ចាស់គាត់ទិញហើយស្រឡាញ់ខ្លាំងមែនទែនបងប្អូនប៉ុន្តែដោយសារតែគាត់ចប់ការងារនៅស្រុកគេទៅគឺគាត់អត់ដែលបានមកនៅទេនេះប៉ុន្តែនៅខាងក្នុងបងប្អូនណាស្អាតខ្លាំងមែនទែនចូលដល់ក្នុងផ្ទះស្អាតខ្លាំងមែនទែនគាត់ធ្វើឲ្យបែបគ្រប់បែបយ៉ាងបងប្អូនមានអាងហាលទឹកមួយទៀតបងប្អូនណាមានអាងហាលទឹកមួយទៀតហើយផ្ទះនេះនៅចិត្តនឹងខ្លោងទ្វារចូលបងប្អូននេះពីខ្លោងទ្វារមកចូលមកផ្ទះទី1ផ្ទះទី2តែម្ដងបងប្អូនបាទហើយផ្ទះនេះនៅខាងក្នុងនេះខ្ញុំចូលបងប្អូនមើលនេះបងប្អូនសម្បីតាឡានមកគាត់ទុកឡានចោលបងប្អូនហើយផ្ទះនេះគាត់បានថែទាំបងប្អូនណាប៉ុន្តែគាត់ធ្វើឲ្យអស់អត់ដែលបានថែទាំទេដោយសារតែគាត់នៅស្រុកគេផ្ទះឡាននេះក៏គាត់លក់ដែរបងប្អូនចង់បានឡានក៏បានបងប្អូនចង់បានផ្ទះក៏បានបងប្អូនណាបាទហើយតម្លៃវិញគាត់ដាក់សមរម្យបងប្អូនណាតម្លៃគឺសមរម្យមែនទែនចាំមើលខ្ញុំនាំបងប្អូនឲ្យទៅមើលនៅក្នុងផ្ទះបន្តិចបងប្អូនណាស្អាតខ្លាំងបងប្អូនផ្ទះនេះនេះបងប្អូននេះអាងខែទឹកនៅមុខនឹងស្អាតសម្រាប់បងប្អូនដែលចង់បានផ្ទះដែលមានអាងខែទឹកបងប្អូនអាចមើលបានបងប្អូនណាបាទចាំមើលខ្ញុំឲ្យនៅខាងក្រៅខាងក្នុងបងប្អូនស្អាតខ្លាំងមែនទែនបងប្អូននៅខាងក្នុងនេះស្អាតមែនទែនបងប្អូនមានទូទុះមានសាឡុងមានអីគ្រប់បែបយ៉ាងបងប្អូនមាននេះវាំងនួនមានអីទាំងអស់គាត់ឲ្យទាំងអស់បងប្អូនណាអ្វីដែលបងប្អូនមើលឃើញនេះគឺគាត់ឲ្យប៉ុន្តែកុំព្យូទ័រនេះគាត់អត់ឲ្យកុំព្យូទ័រនេះគាត់សម្រាប់ធ្វើការទេបាទប៉ុន្តែអ្វីដែលបងប្អូនមើលឃើញនេះគាត់ថែមជូនទាំងអស់បងប្អូនណាថែមជូនទាំងអស់ហើយផ្ទះនេះប្លង់រឹងបងប្អូនណាប្លង់រឹងផ្ទះនៅនេះអត់ស្ងាត់បងប្អូនណាជាប្រភេទផ្ទះវីឡាមែនប៉ុន្តែគេនៅជុំវិញទាំងអស់មានអតិថិជនចូលនៅពេញអស់ហើយចាំបងប្អូនពេញអត់ស្ងាត់ខ្លាំងទេបងប្អូននេះបន្ទប់គេនៅខាងក្រោមសម្រាប់មនុស្សចាស់បងប្អូនមានគ្រួសារសមាជិកអីគាត់អាយុវែងច្រើនអីគាត់ជិះឡើងលើអីគាត់អាចប្រើប្រាស់បន្ទប់គេនៅខាងក្រោមបាទនេះបន្ទប់គេស្អាតហើយមានបន្ទប់ទឹកមួយដែរបងប្អូនបន្ទប់ទឹកនៅខាងក្រោមអញ្ចឹងគាត់អាចរស់នៅបានបងប្អូននេះបន្ទប់ទឹកនៅខាងក្រោមហើយកន្លែងគាត់អាចរៀបចំកន្លែងគាត់គេងបានណាឬក៏យើងធ្វើជា office ក៏បានបងប្អូនណាបងប្អូនបន្ទប់នេះគឺជាបន្ទប់មេគ្រួសារស្អាតខ្លាំងមែនទែនគាត់ដេកមកបងប្អូនដេកស្អាតខ្លាំងមែនទែនដោយសារផ្ទះនេះថតតែល្ងឹតទេបងប្អូនណាល្ងឹតទេដោយសារតែគាត់អត់នៅហើយគាត់អត់បានបង់ទឹកបង់ភ្លើងទេគេផ្ដាច់អស់ហើយប៉ុន្តែបងប្អូនតែងទៅអានេះអាចផ្សព្វវិញបានទេបងប្អូនអត់បញ្ហាទេដោយសារតែម្ចាស់គាត់អត់នៅបងប្អូនគាត់អត់នៅគេផ្ដាច់តែលេងចឹងទៅខ្ញុំថតនេះគឺថតតែល្ងឹតប៉ុន្តែបងប្អូនមើលសូម្បីតែអត់យើងអត់មានពលឺមានអីណាយើងអត់មានបើកភ្លើងបើកអីប៉ុន្តែស្អាតខ្លាំងហើយនៅខាងនេះបងប្អូនបន្ទប់គេងនៅខាងក្រោយមាន2ទៀតណា2ទៀតចឹងសរុបមកគឺបន្ទប់គេងមាន4បងប្អូនណាគេ4មិញខ្ញុំថតបន្ទប់មេគ្រួសារអញ្ចឹងបន្ទប់សមាជិកបងប្អូនមានខាងស្ដាំមួយខាងឆ្វេងមួយបងប្អូនណាអញ្ចឹងបន្ទប់គេងនីមួយសិតតែមានបន្ទប់ទឹកបងប្អូនបន្ទប់ទឹកនេះបន្ទប់ទឹកបងប្អូនខ្ញុំឲ្យមើលបាទអានេះបន្ទប់សមាជិកគ្រួសារនេះបន្ទប់ទឹកបងប្អូននេះស្នាយបងប្អូនស្នាយដែលអត់មានភ្លើងទេនេះអត់មានភ្លើងស្អាតខ្លាំងបងប្អូនខ្ញុំឲ្យគាត់មើលបន្ទប់មួយទៀតណាអញ្ចឹងដូច